យើងធ្លាប់តែលើពាក្យថាប្រាសាទតាមាន់ប៉ុន្តែយើងអត់សូវได้ចាប់អារម្មណ៍ទេសភាពនៅប្រាសាទតាមាន់ទេបងប្អូនអូយបងប្អូនទេសភាពស្អាតខ្លាំងណាស់ឃើញផ្ទះប្រជាពលរដ្ឋមានការដាំដំណាំកសិកម្មផ្សេងៗក៏ដូចជាមានភ្នំដែលរដូវកាលនេះបងប្អូនអស្ចារ្យមែនទែនដោយសារតែមានផ្កាតបែកព្រៃរិចលូតលាស់ស្អាតស្រស់បំព្រងខ្លាំងមែនទែនធម្មតាយើងល្បីទេសភាពតែនៅខាងតំបន់ផ្សេងៗប៉ុន្តែសម្រាប់ប្រាសាទតាមុននេះវិញបងប្អូនគឺមានទេសភាពមិនចាញ់ប្រាសាទដទៃទៀតទេមិនចាញ់ប្រាសាទព្រះវិហារទៀតទេបងប្អូនដោយសារបងប្អូនឃើញទេសភាពអូយថ្មវិញនិយាយពីថាផ្ទាំងឡើងធំបងប្អូននេះហើយជាធម្មជាតិនៅប្រទេសកម្ពុជារបស់យើងដែលនៅតំបន់ប្រាសាទតាមុនស្រស់ស្អាតណាស់បងប្អូនបើយើងមកគឺត្រជាក់ស្រឹបហ្មងព្រោះដោយសារតែមានខ្យល់បក់មកធ្វើឃើញអាកាសធាតុល្អសំខាន់បងប្អូនមើលអូនិយាយពីថាដាច់កតុយភ្នែកហ្មងខាងនោះថ្មមកផ្ទាំងដ៏ធំនេះបងប្អូនគឺត្រូវបានកសាងពុទ្ធបដិមាតាំងនៅលើនឹងដោយផ្ទាល់ដែលធ្វើឲ្យយើងមើលទៅអូយអស្ចារ្យខ្លាំងណាស់ហាក់បីដូចជាព្រះពុទ្ធកំពុងតែគង់សមាធិមែនទែនអញ្ចឹងបងប្អូននេះអូយបងប្អូនស្អាតខ្លាំងណាស់និយាយទៅខ្ញុំស្រឡាញ់ជាងគេគឺថ្មនឹងបងប្អូនថ្មធំហើយមានរូបរាងស្អាតហើយសំខាន់គេថែរក្សាបានស្អាតណាស់បងប្អូនអូយបើទេសភាពវិញលហើយស្រួលហ្មងហើយចំពោះការកសាងពុទ្ធបដិមានេះវិញបងប្អូនគឺថាស្រស់ស្អាតមែនទែនដោយសារតែបងប្អូនឃើញប្រណិតរបស់ព្រះពុទ្ធទេគឺដាក់លក្ខណៈថាឡែនណាបងប្អូនឃើញស្អាតហ្មងនិយាយទៅហើយអូយសំខាន់បងប្អូនឃើញទេសភាពសមណាស់សមជាមួយនឹងព្រះពុទ្ធបដិមាមែនទែនបងប្អូនដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃើញហើយគឺជំនឿនៃពុទ្ធសាសនារបស់យើងគឺត្រចះត្រចង់អញ្ចឹងណាបងប្អូនហើយបើទេសភាពខាងមុខដូចខ្ញុំនិយាយដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានឡើងមកមើលទាំងអស់គ្នាហ្មងណាជាពិសេសគឺបងប្អូនប្រជាជនកម្ពុជារបស់យើងគឺត្រូវបានឡើងមកទាំងអស់គ្នាដោយសារតែអូយបងប្អូនមកប៉ះខែនេះស្អាតណាស់ស្អាតមែនទែនហើយខ្ញុំឈរនៅទីនេះឥឡូវហ្នឹងគឺមេឃរៀងសតុងហើយឥឡូវនេះវិញគឺថ្ងៃទី1ខែមិថុនាឆ្នាំ2025បងប្អូនដែលយើងកំពុងតែឈរនៅលើតំបន់នៃប្រាសាទតាមុនដែលកន្លែងដំរីត្រពបងប្អូនច្បាស់ជាស្គាល់ហើយបើសិនជាបងប្អូនធ្លាប់មកហើយធ្លាប់ឮចំពោះនៅនេះបងប្អូនគឺជាដើមឈើគឺជាព្រៃធម្មជាតិដែលកើតឡើងដោយឯងបងប្អូនអត់មានអ្នកណាទៅដាំវាទេដើមឈើហ្នឹងចឹងមិនថាធម្មជាតិនៅប្រទេសខ្មែរយើងបងប្អូនទៅដល់តំបន់ណាក៏ស្អាតដែរមិនថាប្រាសាទព្រះវិហារប្រាសាទអង្គរវត្តប្រាសាទតាមាន់ឬក៏ប្រាសាទផ្សេងៗដែលនៅក្នុងប្រជាជាតិកម្ពុជារបស់យើងទេស្អាតគ្រប់កន្លែងគឺជាទីដែលគួរឲ្យដើរលេងគ្រប់កន្លែងហ្មងបងប្អូនអញ្ចឹងមិនថាដូនតាយើងជ្រើសរើសកន្លែងដើម្បីកសាងប្រាសាទនីមួយៗគឺមានទាំងអស់ហ្មងមានទាំងប្រព័ន្ធទឹកមានទាំងដើមឈើរុក្ខជាតិផ្សេងៗដែលធ្វើឲ្យមនុស្សរស់នៅជុំវិញនោះគឺថាមានភាពងាយស្រួលអញ្ចឹងណាបងប្អូនហើយចំពោះប្រាសាទតាមាន់នេះគឺថាមកល្មមមិនសូវខ្ពស់ទេបងប្អូនឡើយនេះក៏ចង់ចំពប់ជើងដួលទៀតដោយសារតែឃើញធម្មជាតិស្អាតពេកនិយាយពីថាខ្ញុំស្ទុះហ្មងបងប្អូនអញ្ចឹងមកថាបើយើងទៅប្រាសាទតាមាន់មិនមែនបានឃើញតែប្រាសាទទេអ្វីដែលបានឃើញនោះគឺផ្ទះបងប្អូនប្រជាពលរដ្ឋនៅខាងក្រោមហើយនឹងទេសភាពដ៏ខៀវស្ងាត់តែចាស់តែចង់ដោយរដូវកាលនេះបងប្អូនគឺថាទៅមិនខកបំណងមកបងប្អូនបានទាំងឃើញប្រាសាទបានទាំងឃើញទេសភាពខៀវស្ងាត់ស្រស់ស្អាតហើយបានឃើញទាំងផ្ទាំងថ្មធំដែលមើលទៅអួយបងប្អូនអស្ចារ្យណាស់អស្ចារ្យមែនទែន